ឆ្ងល់អត់មនុស្សមាន5នាក់តែមីឆាមាន14ចានដោយសារអ្នកឆាហ្នឹងគឺភ្លុកឡើងឆ្អែតអញ្ចឹងលែងហូបហើយអញ្ចឹងទុកឲ្យអ្នកចាំហូបជាដំបូងខ្ញុំក៏បានយកមីហ្នឹងទៅឆានៅលើខ្ទះចាយើងកំពងខ្ទឹមកំពងអីចឹងណាហើយយើងក៏យកមីឆាទៅចាប់ភ្នំថ្នងកុំឲ្យដាច់ហើយក៏មានជាមួយនឹងប៉ាតេផងដែរសាច់គោហើយបន្លែហ្នឹងបន្លែតិចតួចទេមានតែប្រហែលទេបន្លែហ្នឹងអត់ច្រើនទេហើយប៉ាតេហ្នឹងគឺខ្ញុំធ្វើការចៀនឲ្យរៀងក្រៀមអញ្ចឹងទៅរៀងក្រៀមអញ្ចឹងបានឆ្ងាញ់ដាក់មីឆាហើយបន្តមកទៀតខ្ញុំក៏កំពងខ្ទឹមចាកំពងខ្ទឹមហ្នឹងដាក់បន្លែដាក់អីចូលទៅមុនប៉ុន្តែស្លឹកខាត់ណាអត់ដាក់អីកុំឲ្យស្លឹកខាត់ណាហ្នឹងឆ្អិនខ្លាំងពេកខ្ញុំដាក់ក្រោយគេចាដល់ពេលហ្នឹងធ្វើការកូរទៀតហើយកូរទៅកូរមកដើម្បីឲ្យសពបតិចទៅហើយខ្ញុំក៏បានដាក់ទឹកសុសហ្នឹងចូលទឹកសុសហ្នឹងខ្ញុំលាយស្ករអំបិលប៊ីចេងម្សៅស៊ុបខ្នុរទឹកប៉េងប៉ោះចាហើយយើងក៏ធ្វើការកូរទៀតទៅកូរវាឲ្យសព្វអញ្ចឹងទៅយើងដួសចាញ់ចាដួសចាញ់ហើយនៅសល់នឹងទៀតក៏ខ្ញុំដាក់សាច់គោទៅឆានឹងអញ្ចឹងទៅឆាដាក់សាច់គោអញ្ចឹងទឹកសុសយើងសល់ក៏យើងបន្ថែមទឹកសុសនឹងទៀតចាធ្វើអញ្ចឹងឆ្ងាញ់ហ្មងរសជាតិហើយបន្តមកទៀតយើងដួសចាញ់ហើយនេះជាមីដែលយើងបានឆារួចរាល់ហើយប៉ាតេសាច់គោបន្លែផ្សេងចាធ្វើអញ្ចឹងទៅស្រួលពេលដែលកូនគាត់ហូបគឺយើងចាប់តែសាច់ចាប់តែប៉ាតេអញ្ចឹងណានេះរួចរាល់ហើយសម្រាប់ប៉ាហើយនឹងកូន3នាក់សម្រាប់ម៉ាម៉ាក់គឺអត់មានទេចាហើយសម្រាប់កូនស្រីខ្ញុំគឺគាត់ចេះញ៉ាំបន្លែបានច្រើនល្អកូនស្រីធំខ្ញុំចាមានតែប៉ុណ្ណឹង